នៅក្នុងមុខវិជ្ជាឧត្តមភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាលបានរៀបចំឲ្យមានការសិក្សានេះជាពីរដំណាក់កាលដោយដំណាក់កាលទី1សិក្សានៅសាលាផ្ទាល់ជាមួយនឹងគ្រូឧទ្ទេសចំនួន3រូបគឺអាដាមសសាមឌីរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈអាដាមបណ្ឌិតសានវឌ្ឍនារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអាដាមបណ្ឌិតអ៊ុនស៊ីវត្ថាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈជាពិសេសទៀតនោះគឺមានភ្ជាប់ជាមួយនឹងបទកថារបស់អាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចំណុចពិសេសនៃមុខវិជ្ជានេះគឺសាលាបានរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សាទៅកាន់មន្ទីរពេទ្យតេជោសែនកោះធំដែលជាអង្គភាពផ្ដល់សេវាសាធារណៈគំរូផ្នែកសុខាភិបាលនិងទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ8ប្រចាំឆ្នាំ2025ដែលនេះជាដំណាក់កាលទី2នៅក្នុងការសិក្សាមុខវិជ្ជាឧត្តមភាពមន្ត្រីបន្ទាប់ពីទស្សនកិច្ចសិក្សានេះបានបញ្ចប់ថ្នាក់ដឹកនាំនិងគ្រូឧទ្ទេសទាំង3រូបបានរៀបចំឲ្យមានកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍ដល់សិស្សមន្ត្រីដើម្បីទៅបំពេញការងារនៅមូលដ្ឋានដោយមកទីនេះហើយធ្វើឲ្យពួកខ្ញុំបានដឹងនៅអ្វីទៅដែលថាជាការផ្សារភ្ជាប់ទៅនឹងមុខវិជ្ជាឧត្តមភាពមន្ត្រីដែលយើងអាចមើលឃើញថាទី1នោះតាក់ទងជាមួយនឹងសិលធម៌វិជ្ជាជីវៈដែលសិលធម៌វិជ្ជាជីវៈនេះពាក់ព័ន្ធជាមួយនឹងការផ្ដល់សេវាទៅកាន់ប្រជាពលរដ្ឋមានការមកផ្ដល់ដោយស្មារភាពដោយតម្លាភាពដោយសេចក្តីយកចិត្តទុកដាក់ដោយស្នាមញញឹមពីបុគ្គលិកទាំងអស់ហើយជាពិសេសនោះគឺការទទួលរាក់ទាក់បដិសណ្ឋារកិច្ចដោយស្មារភាពគ្នាមិនប្រកាន់អ្នកមានឬអ្នកក្រឡើយមួយវិញទៀតតាក់ទងជាមួយនឹងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាប្រចាំមិនថាបុគ្គលិកនៅក្នុងការងារមួយណាទេគឺពួកគាត់តែងតែទទួលបាននូវការបណ្ដុះបណ្ដាលជំនាញបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការផ្ដល់សេវាឲ្យប្រជាពលរដ្ឋកាន់តែបានទទួលនៅគុណភាពខ្ពស់គុណតម្លៃល្អជាពិសេសនោះគឺការទទួលបាននូវការទុកចិត្តពីប្រជាពលរដ្ឋក្នុងការផ្ដល់សេវាជូនទៅពួកគាត់ប្រកបដោយគុណភាពខ្ពស់អាចទទួលយកបានស្ទើរតែអាចនឹងដល់កម្រិតស្តង់ដារប្រទេសទៅហើយមួយវិញទៀតនោះគឺខ្ញុំពិតជារីករាយមែនទែននៅពេលដែលឃើញប្រធានស្ថាប័នបានផ្សារភ្ជាប់ខ្លួនទៅកាន់មុខវិជ្ជាឧត្តមភាពមន្ត្រីដែលគាត់មានចក្ខុវិស័យរួមបានធ្វើឲ្យបុគ្គលិកនៃទីនេះមានគោលដៅរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការជួយស្ថាប័នផ្សារភ្ជាប់ទៅនឹងទស្សនៈសង្គមធ្វើយ៉ាងណាផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយសេវាល្អហើយអ្វីដែលខ្ញុំសូមថ្លែងអំណរគុណទៅកាន់ថ្នាក់ដឹកនាំក៏ដូចជាថ្នាក់គ្រប់គ្រងគណៈគ្រប់គ្រងនៃមន្ទីរពេទ្យតេជោសែនកោះធំនោះគឺលោកបើកឱកាសក្នុងការសួរសំណួរហើយបានផ្ដល់នៅជាអនុសាសន៍ល្អៗជាច្រើនមកកាន់ពួកខ្ញុំដែលជាសិស្សមន្ត្រីក្រមការជំនាន់ទី12ដែលនឹងត្រៀមចេញបម្រើការងារនៅពេលខាងមុខយើងសង្កេតឃើញថាមន្ទីរពេទ្យមានហេដ្ឋារចនាសម្ព័ន្ធសមរម្យសម្រាប់ផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាពហើយយើងឃើញថានៅទីនោះអគារគឺមានលក្ខណៈធំទូលាយបរិវេណសមស្របមានសួនច្បារមានដើមឈើដែលអាចផ្ដល់ជាបរិស្ថានមួយល្អប្រសើរសម្រាប់អ្នកជំងឺដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធផ្នែកវិទ្យាសាស្ត្រគឺយើងឃើញថាមន្ទីរពេទ្យមានម៉ាស៊ីនទំនើបក្នុងការជាការត្រួតត្រងដល់ការព្យាបាលចំពោះអ្នកជំងឺហើយយើងឃើញលើសពីនោះទៅទៀតគឺទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ Digital នៅទីនោះគឺមានការកសាងប្រព័ន្ធក្នុងការគ្រប់គ្រងអ្នកជំងឺបានល្អប្រសើរថែមទាំងមានបន្ទប់សម្រាប់ផ្ទុក server ដោយខ្លួនឯងទៀតដែលនេះសូមបញ្ជាក់ឲ្យឃើញថាមន្ទីរពេទ្យនេះគឺស័ក្តិសមបំផុតក្នុងការទទួលបានជាជាប់ចំណាត់ថ្នាក់លេខ8ជាអង្គភាពសុខាភិបាលផ្ដល់សេវាសាធារណៈគំរូនៅក្នុងឆ្នាំ2025ការរាយការណ៍និងការដោះស្រាយរាល់បញ្ហានានាគឺមានប្រព័ន្ធច្បាស់លាស់ដែលនេះផ្ដល់ជាភាពងាយស្រួលមួយដល់បុគ្គលិកក្នុងការរាយការណ៍នៅបញ្ហាផ្ទាល់ខ្លួនឬបញ្ហាដែលទាក់ទងទៅនឹងអង្គភាពក្នុងគោលដៅជួយជំរុញអង្គភាពបន្តការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់ថ្ងៃអនាគតជាចុងក្រោយចំពោះការផ្សារភ្ជាប់ទៅនឹងការសិក្សាស្រាវជ្រាវតាមរយៈការចុះទស្សនកិច្ចសិក្សានាថ្ងៃនេះក្រុមយើងខ្ញុំបានកំណត់ឲ្យឃើញនៅមនសិការវិជ្ជាជីវៈដែលមន្ទីរពេទ្យតេជោសែនកោះធំបានដាក់ចេញគឺបម្រើប្រជាពលរដ្ឋដោយបេះដូងដែលនេះគឺជាទិសស្លោកមួយយ៉ាងល្អប្រសើរខ្លាំងក្លាដែលនេះផ្សារភ្ជាប់គ្នាជាមួយនឹងមុខវិជ្ជាឧត្តមភាពមន្ត្រីសូមគោរពជូនពរដល់ថ្នាក់ដឹកនាំគណៈគ្រប់គ្រងរបស់
មន្ទីរពេទ្យដែលចូលសែនកោះធំទាំងអស់ជួបតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លានឡើយជាពិសេសនោះគឺសូមគោរពអរគុណដល់គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលដែលផ្ដល់ឱកាសឲ្យសិស្សមន្ត្រីក្រមការចំនួនទី12ក្រុម3បានមកធ្វើទស្សនកិច្ចសិក្សានៅក្នុងមន្ទីរពេទ្យដែលចូលសែនកោះធំនេះដែលធ្វើឲ្យពួកខ្ញុំកាន់តែយល់ច្បាស់កាន់តែទទួលបានបទពិសោធន៍ល្អពីសំណាក់មន្ត្រីរាជការនៅក្នុងមន្ទីរពេទ្យពីការផ្ដល់សេវាគំរូទៅដល់ប្រជាពលរដ្ឋហើយពួកខ្ញុំសន្យាថានៅពេលដែលចេញទៅបម្រើការងារនឹងព្យាយាមធ្វើយ៉ាងណាឲ្យបានល្អក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលយើងអាចនិយាយបានថានេះហើយគឺជាឧត្តមភាពនៃមន្ត្រីរាជការបាទសូមអរគុណ